ជំរាបសួរអ្នកទាំងអស់គ្នានេះគឺជាកាក់មួយបានដែលខ្ញុំយកមកបង្ហាញនៅថ្ងៃនេះខ្ញុំទទួលបានកាក់នេះនៅពេលដែលខ្ញុំទៅចូលរួមពិធីបើកីឡាជនពិការនៅស្ថានអូឡ িম্প ិកយើងមកសង្កេតកាក់នេះទាំងអស់គ្នាយើងមើលផ្នែកនៃម្ខាងនេះម្ខាងនៃកាក់នេះគឺយើងឃើញបច្ច័យលក្ខព្រះមហាក្សត្របច្ចុប្បន្នហើយនឹងអក្សរនៅខាងស្ដាំជាអក្សរថៃភាសាថៃមានន័យថារាមាទី10ហើយអក្សរនៅខាងឆ្វេងគឺជាព្រះនាមព្រះមហាក្សត្រមហាវជ្រាលង្កនយើងមកសង្កេតមកខាងទៀតគឺយើងឃើញព្រះសង្ហារូបព្រះសង្ហាច្បាស់ជាងគេហើយអក្សរនៅខាងស្ដាំអក្សរនឹងលេខនៅខាងស្ដាំគឺជាឆ្នាំកាលបច្ចុប្បន្ននៅលើកាក់នេះហើយអក្សរនៅខាងឆ្វេងគឺជាឈ្មោះប្រទេសរបស់គេគឺគេថាប្រទេសថៃហើយនៅខាងក្រោមគឺមានលេខ1និងលេខ1សកលហើយបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់ពាក្យព្រះសង្ហាអ្នកទាំងអស់គ្នាអាចរកនៅលើអ៊ីនធឺណិតបានដោយសេព្រះធម្មតាហើយនឹងសង្ហាសដងចង្ហស្រអានិងរោនឹងឃើញព័ត៌មានជាច្រើនចេញមកហើយចំពោះព័ត៌មានបន្ថែមអំពីកាក់នេះគឺកាក់នេះធ្វើពីនីកែលកម្រាស់ 1.5 មីលីម៉ែត្រអង្កត់ផ្ចិត20 មីលីម៉ែត្រនិងទម្ងន់3ក្រាមអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់តាំងពីដើមរហូតដល់ចប់